លេលាយឬក៏លេដែលធ្វើឲ្យស្បែកសដែលមានពពួក steroid ដែលមានពពួក barote ឬក៏ mercury ហ្នឹងណាប៉ះពាល់ខ្លាំងណាស់ទោះបីជាមនុស្សដែលមានសុខភាពល្អមនុស្សធម្មតាក៏ប៉ះពាល់ចុះបើស្ត្រីមានផ្ទៃពោះវិញឬក៏គាត់កំពុងបំរើដោះកូនតើការប្រើប្រាស់លេដែលមានសមាសធាតុទាំងអស់ហ្នឹងប៉ះពាល់ដល់កូនឬក៏ខ្លួនគាត់បែបណាគឺប៉ះពាល់ខ្លាំងមែនទែនទៅដល់ស្ថានភាពរបស់ទារកដែលនៅក្នុងផ្ទៃបើសិនជាទារកហ្នឹងនៅក្នុងដំណាក់កាលដំបូងនៃការលូតលាស់ពេលដែលពួកគាត់ប្រើសមាសធាតុទាំងអស់ហ្នឹងគឺអាចធ្វើឲ្យកូនហ្នឹងរលូតតែម្ដងឬក៏ធ្វើឲ្យកូនហ្នឹងមានការលូតលាស់ខុសប្រក្រតីតែបើសិនជាគាត់ប្រើប្រាស់រហូតដល់កូនហ្នឹងធំឬក៏កូននឹងវិវត្តទៅជិតគ្រប់ខែកូននឹងវាអាចប៉ះពាល់ទៅដល់សរីរាង្គនៅខាងក្នុងរបស់គាត់ជាពិសេសគឺប្រព័ន្ធប្រសាទរបស់គាត់តែម្ដងអញ្ចឹងហើយសម្រាប់ស្ត្រីដែលគាត់កំពុងពពោះបំបៅដោះឬក៏ត្រៀមយកបុត្រណាគឺពិនិត្យមើលមែនតែនថាតើផលិតផលដែលខ្លួនឯងកំពុងប្រើនឹងមានសារជាតិដែលធ្វើឲ្យសអត់បើសិនជាមានគួរតែឈប់ហើយឈប់ក្នុងរយៈពេលយ៉ាងតិច3ទៅ6ខែដើម្បីឲ្យខ្លួនយើងអាចបញ្ចេញនៅសារជាតិទាំងអស់នោះចេញពីខ្លួនយើងឲ្យអស់សិនបាទអរគុណច្រើន